ភ្ញាក់ឡើងម៉ាក់នឹងស្លាប់ហ៎ Siblings នេះគឺលោកសាស្ត្រាចារ្យ Thomas គាត់គឺជាអ្នកជំនាញវះកាត់បេះដូងកម្រិតអន្តរជាតិមានគាត់នៅទីនេះម៉ាក់ក្មួយប្រកាសជាមិនអីនោះទេការខូចខាតបេះដូងរបស់អ្នកស្រីជួយទោះបីជាធ្ងន់ធ្ងរតែមិនមែនមានន័យថាអស់សង្ឃឹមនោះទេយើងអាចពិចារណាការវះកាត់បដូរបេះដូងបើរៀបចំរកបានអ្នកបរិច្ចាគដែលត្រូវគ្នាអត្រាជោគជ័យនៃការវះកាត់គឺលើសពី70តែត្រូវធ្វើឲ្យបានឆាប់ព្រោះមុខងារបេះដូងរបស់គាត់កំពុងតែចុះខ្សោយយ៉ាងលឿនជួយពួកយើងផងណារឿងលុយកាក់មិនមែនជាបញ្ហាទេខ្ញុំបានបញ្ចូលព័ត៌មានរបស់អ្នកស្រីជួយទៅក្នុងប្រព័ន្ធរងចាំបដូរសរីរាង្គហើយតើត្រូវរងចាំយូរប៉ុណ្ណាទៅលោកគ្រូមិនប្រាកដទេអាចប៉ុន្មានថ្ងៃឬប៉ុន្មានខែហើយក៏ប្រហែលជាអាចរងចាំមិនបានដែរខ្ញុំជឿថាព្រះនឹងតាមថែរក្សាគាត់ Siblings ជឿឡានអូនដឹងខ្លួនហើយកុំបារម្ភអីគេអាចបដូរបេះដូងឲ្យបានអូនមិនអីទេណាអូនមិនចង់ឲ្យពួកបងហត់នឿយអត់ប្រយោជន៍ទេហាមនិយាយបែបនេះទោះមានសង្ឃឹមតែបន្តិចក៏បងមិនបោះបង់ចោលដែរម៉ាក់ធ្លាប់សន្យាថានឹងនាំកូនទៅមើលផ្កាយម៉ាក់មិនអាចនិយាយហើយមិនធ្វើតាមសន្យាទេណាជឿកុំពិបាកចិត្តអីមានបងនិង Sibling នៅក្បែរអូនពិតជាស្កប់ស្កល់ណាស់ទៅហើយតែបងមិនទាន់ស្កប់ស្កល់ទេអូនមិនទាន់ទាំងស្លៀករ៉ូបរៀបការជាមួយបងផងអូនក៏មិនទាន់បានឃើញ Sibling រៀបការមានកូនដែរអញ្ចឹងយើងសន្យាគ្នាហើយណាបើអូនអាចរងចាំដល់ពេលនោះអូននឹងរៀបការជាមួយបងតែបើអូនចាំមិនបានទេសូមបងជួយមើលថែ Sibling ឲ្យធំធាត់ផងហើយប្រាប់កូនថាម៉ាក់ស្រឡាញ់កូនណាស់អូននិយាយបែបនេះទៀតហើយអូនប្រកាសជាអាចរងចាំបានបងច្បាស់ជារៀបការនឹងអូនឲ្យបានអ្នកស្រីជួយមានដំណឹងល្អមានបេះដូងមួយត្រូវគ្នាជាមួយអ្នកស្រីហើយអ្នកបរិច្ចាគគឺជាបុរសវ័យក្មេងម្នាក់ដែរទើបតែស្លាប់ខួរក្បាលតើអាចវះកាត់នៅពេលណាទៅលោកគ្រូពេទ្យយ៉ាងលឿនបំផុតគឺព្រឹកស្អែកលោកគ្រូពេទ្យនឹងវះកាត់ឲ្យម៉ាក់មែនទេតើគាត់នឹងជាសះស្បើយទេប្រកាសជាហើយព្រះនឹងតាមថែរក្សាចាំបងណាឡានអូនត្រូវតែរឹងមាំណាអ្នកស្រីជួយឥឡូវនេះខ្ញុំនឹងចាក់ថ្នាំសណ្ដំឲ្យកុំខ្លាចអីពេលភ្ញាក់ឡើងការវះកាត់នឹងចប់សពគ្រប់ហើយជួយឡានបងស្រឡាញ់អូនត្រូវរស់នៅឲ្យបានល្អណាជាម៉ូឈីងអាលីងកុំបារម្ភអីម៉ាក់នឹងចេញមកវិញដោយសុវត្ថិភាពហើយចាម៉ាក់ចូលចិត្តនិយាយថាប៉ាមិនដែលមកសោះក្មួយបានប្រាប់ប៉ាហើយមែនទេក្មួយទេទៅគាត់ប្រាប់ថាបេះដូងម៉ាក់លែងដើរហើយពូម៉ឹងកំពុងដើររកបេះដូងថ្មីគាត់សួរក្មួយច្រើនណាស់ក្មួយស្មានតែគាត់បារម្ភពីម៉ាក់តើចុះក្រោយមកគាត់មានតាក់ទងមកក្មួយទៀតអត់គេមិនមកក៏ល្អដែរម៉ាក់ឯងប្រហែលជាមិនចង់ជួបមុខគេទេមិនត្រូវទេចាំងម៉ូឈីងដឹងថាឡានឈឺធ្ងន់តែមិនព្រមមកវាមិនមែនជាចរិតរបស់គេទេការវះកាត់យ៉ាងម៉េចទៅហើយលោកគ្រូពេទ្យជោគជ័យហើយបេះដូងថ្មីរបស់អ្នកស្រីជួយលោតបានល្អណាស់មិនយូរទេគាត់នឹងដឹងខ្លួនវិញម៉ាក់មិនអីទេអរគុណលោកតាពេទ្យណាស់ចាម៉ាក់ដឹងខ្លួនឡើងចាំងម៉ូឈីងក្មួយនៅមើលម៉ាក់សិនទៅពូទៅទេហើយប៉ាក្មួយឲ្យមកទីនេះសិនលេខទូរស័ព្ទដែលអ្នកហៅកំពុងបិទលេខទូរស័ព្ទដែលអ្នកហៅកំពុងបិទសួស្ដីមានសម្បត្តិមួយផ្ញើមកអ្នកស្រីជួយឡានអាលីងចុះពូម៉ឹងទៅណាហើយម៉ាក់អំបាញ់មិញម៉ាក់ហៅឈ្មោះប៉ាអញ្ចឹងពូម៉ឹងក៏ចេញទៅទេហៅប៉ាគាត់ថានឹងហៅប៉ាមកមើលម៉ាក់យល់សប្តិឃើញប៉ាកូនកាលពីក្មេងគាត់ប្រាប់ឲ្យម៉ាក់ខំរស់បន្តទៀតពូម៉ឹងប៉ាមកហើយមែនទេឡានចាំងម៉ូឈីងគេផ្ញើ
សម្បត្តិមួយច្បាប់មកឯងប៉ាបេះដូងម៉ាក់លែងដើរហើយពេទ្យថាបើរកបេះដូងថ្មីមិនបានទេម៉ាក់នឹងស្លាប់តើនេះជាមជ្ឈមណ្ឌលបរិច្ចាគសរីរាង្គមែនទេខ្ញុំឈ្មោះចាំងម៉ូឈីងឈាមនិងលទ្ធផលតេស្តរបស់ខ្ញុំគឺត្រូវគ្នាទាំងស្រុងជាមួយអ្នកជំងឺរងចាំប្ដូរបេះដូងឈ្មោះឈួយឡាននៅក្នុងប្រព័ន្ធខ្ញុំបានស៊ីញ៉េលើលិខិតបរិច្ចាគរួចហើយពេលខ្ញុំស្លាប់សូមវះកាត់បេះដូងខ្ញុំយកទៅប្ដូរឲ្យនាងផងឡានបងមកលៀងប៉ាប់ហើយអាលីងប្រាប់បងថាអូនត្រូវការបដូរបេះដូងបងក៏ទៅពេទ្យធ្វើតេស្តមើលហើយគ្រូពេទ្យថាត្រូវគ្នានេះជាច្បាប់ធម្មជាតិហើយបងធ្លាប់បណ្ដោយឲ្យលីនវ៉ាន់ធ្វើបាបបេះដូងអូនពេលនេះបងសងអូនវិញហើយរស់នៅឲ្យបានល្អជំនួសបងផងណាបើជាតិក្រោយមានពិតបងសុំត្រឹមតាមញ៉ែអូនម្ដងទៀតកុំយំអីណាបើអូនយំបេះដូងបងនឹងឈឺចាប់បណ្ដាំចុងក្រោយចាំងម៉ូឈីងគាត់ជាម្ចាស់បេះដូងនេះពូម៉ងប៉ាកើតអីប៉ាក្មួយគាត់បានយកបេះដូងខ្លួនឯងមកដូរឲ្យម៉ាក់របស់ក្មួយហើយ